សូមជំរាបសួរពុកម៉ែបងប្អូនទាំងអស់គ្នាថ្ងៃនេះនាងខ្ញុំមកបង្ហាញពីលទ្ធផលបន្ទាប់ពីមានខ្យល់ព្យុះហើយនៅក្នុងភូមិរបស់នាងខ្ញុំឥទ្ធិពលខ្យល់ព្យុះចាប់ផ្ដើមមាននៅយប់ថ្ងៃសុក្រខែមីនាឆ្នាំ2025ហ្នឹងហើយភ្លៀងខ្លាំងមែនទែនហើយខ្យល់ខ្លាំងមែនទែនរហូតដល់ធ្វើឲ្យខ្ញុំភ្ញាក់ហើយមករយៈតាំងពីយប់ថ្ងៃសុក្ររហូតដល់យប់ថ្ងៃសៅរ៍ថ្ងៃអាទិត្យគឺនាងខ្ញុំតែតែភ្ញាក់ពេលដែលខ្យល់ខ្លាំងពេកយើងនៅមានអារម្មណ៍ភ័យហើយនៅព្រឹកថ្ងៃសៅរ៍គឺខ្ញុំបានឮអ្នកជិតខាងរបស់ខ្ញុំគាត់ប្រើម៉ាស៊ីនភ្លើងដោយសារតែផ្ទះរបស់គាត់ដាច់ភ្លើងអញ្ចឹងនៅប្រទេសអូស្ត្រាលីគេផ្ទះអ្នកខ្លះគាត់មានម៉ាស៊ីនភ្លើងតែសារម៉ាស៊ីនភ្លើងនឹងអាចជួយជំនួសនៅម៉ាស៊ីនអគ្គិសនីមួយចំនួនហើយនិយាយទៅតាំងពីអ៊ីនធឺណិតក៏ខ្សោយដែរពុកម៉ែបងប្អូននិយាយទៅដូចជានាងខ្ញុំបង្ហាញពុកម៉ែបងប្អូនជាឧទាហរណ៍ដោយសារមនុស្សជាច្រើនគឺគាត់នៅផ្ទះដែរអញ្ចឹងគាត់អាចប្រើអ៊ីនធឺណិតច្រើននៅពេលដែលមានមនុស្សច្រើនប្រើអ៊ីនធឺណិតក៏ប្រព័ន្ធអ៊ីនធឺណិតរបស់នាងខ្ញុំគឺខ្សោយដែរហើយគប់ផ្សំទៅនឹងគឺមកដល់ថ្ងៃសៅរ៍នេះនៅតែកន្លែងធ្វើការសាលាផ្លូវគេនៅបិទហើយសំបីតឡានក្រុងក៏គេបិទដែរអញ្ចឹងជឿទៅគេលើកទឹកចិត្តឲ្យប្រជាជនទាំងអស់នៅផ្ទះហើយឃើញថាមេឃនៅតែបន្តដែលថាមានពពកខ្មៅមានខ្យល់និយាយទៅខ្យល់ភាគច្រើនគឺបក់ខ្លាំងនៅពេលយប់ពុកម៉ែបងប្អូនពេលថ្ងៃគ្រាន់តែមេឃភ្លៀងស្ងាត់ស្ងុំចឹងទៅពេលយប់គឺចាប់ផ្ដើមបង្ហាញពីឥទ្ធិពលនៃព្យុះហ្នឹងហើយជប់ឡើងម៉ោង6ល្ងាចថ្ងៃសៅរ៍ផ្ទះរបស់នាងខ្ញុំចាប់ផ្ដើមអត់មានភ្លើងវិញប៉ុន្តែខ្ញុំឆ្ងល់ដែរអំពូលភ្លើងគឺនៅមានភ្លើងហើយផ្ទះអ្នកជិតខាងរបស់ខ្ញុំគាត់នៅមានភ្លើងដែរប៉ុន្តែជួនកាលយើងអាចថាខ្សែអគ្គិសនីខុសគ្នាបើសិនជាខ្សែអគ្គិសនីណាបាក់នៅក្នុងជួរផ្ទះរបស់នាងខ្ញុំគឺនាងខ្ញុំអាចអត់មានភ្លើងដូចគ្នាអញ្ចឹងគឺនាងខ្ញុំប្រើទៀនហើយនេះជាទៀនដែលនាងខ្ញុំប្រើពេលយប់អង្គុយ1ម៉ោង2ម៉ោងទៅទំនំពេលដែលនាងខ្ញុំចូលគេងហើយនិយាយទៅម្យ៉ាងដែរសារនេះពុកម៉ែបងប្អូនអត់បានធៀមមុខអីទេដោយសារតែព្យុះហ្នឹងគឺកើតរយៈពេល50ឆ្នាំកន្លងផុតទៅហើយទើបតែកើតមួយសារទៀតប៉ុន្តែសំណាងដែរនៅក្នុងភូមិរបស់នាងខ្ញុំគឺអត់ទទួលឥទ្ធិពលខ្លាំងពីព្យុះនោះទេគ្រាន់តែមានភ្លៀងខ្លាំងនិងខ្យល់ទេហើយនៅថ្ងៃអាទិត្យមេឃក៏បន្តភ្លៀងរហូតអញ្ចឹងចាប់ពីយប់ថ្ងៃសុក្រថ្ងៃសៅរ៍ថ្ងៃអាទិត្យគឺភ្លៀងធ្លាក់ខ្លាំងណាស់ពុកម៉ែបងប្អូនប៉ុន្តែធ្លាក់ខ្លាំងប៉ុណ្ណឹងវាអត់ធ្វើឲ្យតំបន់ដែលទាបនៅក្នុងកន្លែងនាងខ្ញុំនៅហ្នឹងធ្វើឲ្យទឹកជំនន់ទេមានតែមួយកន្លែងមួយចំនួនតែអាចថាលិចទឹកប៉ុន្តែអត់ច្រើនដូចឆ្នាំមុនទេហើយនៅព្រឹកថ្ងៃច័ន្ទកន្លែងមួយចំនួនធំគឺបើកដូចជាកន្លែងធ្វើការរបស់នាងខ្ញុំគឺគេបើកឲ្យគ្រូទៅរៀបចំថ្នាក់ឯសារថ្ងៃអង្គារគឺកូនសិស្សអាចចូលទៅតាមសាលារបស់គេវិញបានហើយនៅក្នុងហ្នឹងគឺយើងឃើញមានការបាក់ដើមឈើហើយក៏ដូចជាតាមផ្លូវគឺអត់ទាន់សម្អាតអីទេហើយគឺស្ងាត់ល្អណាស់ពុកម៉ែបងប្អូនដោយសារតែកន្លែងការងារខ្លះក៏គេអត់ទាន់បើកដែរហើយនៅក្នុងហ្នឹងយើងឃើញមានទឹកហូរដោយសារចង្ការនៅប្រទេសអូស្ត្រាលីគេមានដូចជាលូដែរប៉ុន្តែភាគច្រើនកន្លែងខ្លះគឺគេធ្វើលើលូអញ្ចឹងទឹកហូរចរន្តខុសគ្នាផ្ទះខ្ញុំជិះទៅគឺមានឡានបើកច្រើនដោយសារតែពួកយើងនៅចិត្តសាលាប៉ុន្តែថ្ងៃនេះគឺស្ងាត់ល្អណាស់ពុកម៉ែបងប្អូនឥឡូវនេះនាងខ្ញុំដើរតាមផ្លូវហើយមើលពីទិដ្ឋភាពដោយសារតាំងពីថ្ងៃសុក្រពេលល្ងាចដល់ថ្ងៃសៅរ៍គឺអត់ទាន់បានចេញពីផ្ទះឥឡូវបានចេញពីផ្ទះឃើញថានៅផ្ទះអ្នកភូមិរបស់នាងខ្ញុំគាត់ដាក់មានបាវខ្សាច់ទប់កុំឲ្យទឹកចូលហើយដូចជាយកខ្សាច់ដាក់លើដបូកុំឲ្យខ្យល់ប៉ើងដបូរបស់
គាត់ហើយក៏ដូចជាមានផ្លូវមួយចំនួនដែលគេបិទអញ្ចឹងបានអត់សូវមានឡាននៅក្នុងភូមិរបស់នាងខ្ញុំហើយនាងខ្ញុំពិតជាសប្បាយរីករាយដោយសារតែពួកយើងអត់ទទួលបាននៅឥទ្ធិពលដ៏អាក្រក់ពីព្យុះកំណាចឈ្មោះថាអាហ្វីនឹងទេពួកយើងអាចបន្តធ្វើការឡើងវិញនៅថ្ងៃអង្គារហើយសូមអរគុណពុកម៉ែបងប្អូនសម្រាប់ការទស្សនាវីដេអូនេះតាំងពីដើមរហូតដល់ចប់សូមអរគុណ